ត្រាំបញ្ជាឲ្យធនាគារកណ្ដាលអាមេរិកប្រញាប់កាត់បន្ថយអត្រាការប្រាក់ជាបន្ទាន់ វ៉ាវចំណេញកំ KK The Resident 598ប្រកបអាជីវកម្មស្នាក់នៅជួលក្នុងពេលតែមួយ 3 in 1 រីករាយនឹងការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់រហូតដល់ 10% និងលក្ខខណ្ឌបង់ប្រាក់មានច្រើនជម្រើសសូមទំនាក់ទំនងឥឡូវនេះសម្រាប់ព័ត៌មានបន្ថែម ប្រធានាធិបតី Donald Trump នៅតែទទូចឲ្យលោក Jerome Powell ប្រធានធនាគារកណ្ដាលអាមេរិកប្រញាប់ប្រញាល់ដោះស្រាយបញ្ហាការប្រាក់ជាបន្ទាន់ដោយទាមទារឲ្យមានការកាត់បន្ថយអត្រាការប្រាក់ភ្លាមៗនេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express លោក Trump បានសរសេរសារលើបណ្ដាញសង្គមថាបច្ចុប្បន្នអាមេរិកស្ទើរតែគ្មានហានិភ័យនៃការកើតមានវិបត្តិអតិផរណាដូច្នេះហើយការកាត់បន្ថយអត្រាការប្រាក់នឹងផ្ដល់ផលវិជ្ជមានដល់កំណើនសេដ្ឋកិច្ចអ្នកតាមដានសេដ្ឋកិច្ចពិភពលោកយល់ឃើញថាលោកត្រាំចង់ពន្លឿនការកាត់បន្ថយអត្រាការប្រាក់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការងើបឡើងយឺតនៃសេដ្ឋកិច្ចរបស់អាមេរិកដែលរងឥទ្ធិពលពីផែនការទារពន្ធគយរបស់លោកចំពេលទំនិញនៅអាមេរិកកំពុងឡើងថ្លៃខ្ពស់ស្របពេលស្ថានភាពសេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោកកំពុងជួបភាពរាំងស្ទះទោះជាយ៉ាងណាលោក Powell មានការរេរែកក្នុងការបញ្ចុះអត្រាការប្រាក់ក្នុងស្ថានភាពមួយនេះដោយព្រួយបារម្ភពីការកើតមានវិបត្តិអតិផរណាខណៈបច្ចុប្បន្នធនាគារកណ្ដាលកំពុងតាមដានស្ថានភាពសេដ្ឋកិច្ចពិភពលោកយ៉ាងហ្មត់ចត់មុននឹងសម្រេចចិត្តចំពោះការបញ្ជារបស់លោកត្រាំគួរជម្រាបដែរថាបច្ចុប្បន្នអត្រាការប្រាក់ចេញដោយធនាគារកណ្ដាលអាមេរិកមានចន្លោះពី 4.25% រហូតដល់ 4.55% ខ្ពស់ជាងបណ្ដាប្រទេសមហាអំណាចមួយចំនួនដូចជាចិនមាន 3.1% និងសហភាពអឺរ៉ុបមានត្រឹម 2.4% ប៉ុណ្ណោះ